កុសលកម្មបទរួមមាន10ប្រការសម្រាប់ពុទ្ធបរិស័ទប្រតិបត្តិប្រចាំថ្ងៃក្នុងជីវិតទាំងនេះបែងចែកជា3ផ្នែកគឺកាយកម្ម3វិចារកម្ម4និងមនោកម្ម3កាយកម្ម3រួមមានមិនកាប់សម្លាប់ជីវិតមនុស្សសត្វមិនលួចទ្រព្យសម្បត្តិអ្នកដទៃនិងមិនសហាយស្មន់ជាមួយប្រពន្ធប្តីនិងកូនគេវិចារកម្ម4គឺមិនភូតកុហកច្បោកអ្នកដទៃមិនញុះញង់បំបែកបំបាក់ឬជេរប្រតិបដាសាអ្នកដទៃនិងមិនពោលពាក្យរាមីឥតប្រយោជន៍មនោកម្ម3រួមមានមិនមានចិត្តសម្លឹងរំពេចចង់បានទ្រព្យសម្បត្តិអ្នកដទៃមិនមានចិត្តគំនុំឬមានគំនិតព្យាបាទអ្នកដទៃនិងមានគំនិតយល់ឃើញត្រូវពិតតាមច្បាប់សង្គមសីលធម៌ក្នុងជីវិតនេះមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានសុខសាន្តនិងសុភមង្គលជានិរន្តរភាពប៉ុន្តែជាច្រើនដងយើងស្វែងរកខុសទីរត់តាមទ្រព្យសម្បត្តិកិត្តិយសឬការប្រកួតប្រជែងហើយចុងក្រោយបានទុកមកឲ្យខ្លួនឯងវិញព្រះពុទ្ធបានប្រាប់ថាបើចង់បានសុខសាន្តនៅពេលបច្ចុប្បន្ននិងចង់បង្កើតការល្អសម្រាប់អនាគតគួរតែអនុវត្តនូវកុសលកម្មនេះជាទ្វារទាំង10ដែលបើកផ្លូវឲ្យមានបុណ្យច្រើននិងភាពសុខសាន្តក្នុងជីវិតហើយក៏ជាផ្លូវដ៏ត្រឹមត្រូវក្នុងការបង្កើតសុខសម្ដីចិត្តឲ្យបានបរិសុទ្ធកាយកម្មមានកិច្ចការល្អ3ប្រការគឺមិនសម្លាប់សត្វបង្កើតចិត្តមេត្តាករុណាអ្នករក្សាសីលនេះចិត្តនឹងស្ងប់ស្ងាត់មិនខឹងឬឲ្យកើតអពាធមានរោគជាច្រើនទេអ្នកដែលស្រឡាញ់ជីវិតសត្វទាំងឡាយនឹងទទួលបានសុភមង្គលសុខភាពល្អនិងមានអាយុវែងអទិន្នាទានាមិនលួចរស់នៅដោយស្មោះត្រង់និងប្រាជ្ញាចិត្តមិនយកទ្រព្យឲ្យអ្នកដទៃទោះតិចតួចក៏ដោយសីលនេះធ្វើឲ្យមានបុណ្យខាងទ្រព្យធនធ្វើការងារគ្រប់យ៉ាងទៅបានដោយរលូននិងទទួលការជឿទុកចិត្តពីអ្នកជុំវិញមិនប្រព្រឹត្តខុសក្នុងកម្មទាំងឡាយថែរក្សាគ្រួសារនិងចិត្តរបស់ខ្លួនឲ្យបរិសុទ្ធសីលនេះការពារកិត្តិយសការជឿទុកចិត្តនិងសុខសាន្តក្នុងគ្រួសារវិជ័យកម្មគឺវិចារមានកុសលកិច្ចល្អ4ប្រការគឺមិននិយាយមិនពិតពាក្យពិតបង្កើតជំនឿអ្នកនិយាយពិតនឹងទទួលបានការគោរពយ៉ាងខ្លាំងពីគ្រួសារមិត្តភ័ក្តិនិងសង្គមមិននិយាយទ្វាធ្បួរពាក្យត្រឹមត្រូវមិនបន្ថែមមិនកាត់និងមិននិយាយដើម្បីបញ្ឆោតមិននិយាយពីភាគីមិននិយាយឲ្យគេបែកគ្នាមិនសែកក្បាលខ្លួនទាំងពីរមិននិយាយពាក្យខុសខើពាក្យត្រូវដោយផ្កាលឲ្យលាពាក្យអាក្រក់ដោយកំបិតប៉ះបេះដូងមនុស្សចិត្តមានកិច្ចការល្អ3ប្រការមិនឲ្យកើតទៀមទាចិត្តស្ដាប់តែគ្រប់គ្រាន់បោះបង់ចោលការចង់បានជាច្រើននឹងធ្វើឲ្យចិត្តធំទូលាយនិងស្ងប់ស្ងាត់មិនខឹងឬព្រះរាជកោណចិត្តសន្តិភាពខឹងដូចភ្លើងដែលដុតបំផ្លាញបុណ្យរបស់ខ្លួនអ្នកមិនខឹងនឹងមានមុខមាត់សប្បាយនិងទទួលបានការចូលចិត្តពីអ្នកជួបជុំមិនមូសល្ងងរស់នៅដោយបញ្ញាភាពល្ងងធ្វើឲ្យយកខុសធ្វើខុសនិងបង្ករំអាក្រក់អ្នកមានបញ្ញាអាចបំបែកអ្វីល្អអ្វីអាក្រក់អ្វីមានប្រយោជន៍ឬគ្មានប្រយោជន៍ការអនុវត្តទៅសេមិនពិបាកទេគ្រាន់តែរស់នៅយឺតមើលថែកាយវិចារចិត្តរបស់ខ្លួនរៀងរាល់ថ្ងៃអំពើទូចបង្កើតកម្លាំងក្រុមធំអំពើល្អបង្កើតជីវិតសុខសាន្តនិងអនាគតបំភ្លឺអ្នករក្សាទុកទុសេវចិត្តសុខគ្រួសារសុខសង្គមសន្តិភាពនិងបង្កគ្រីដល់ការលុះលើពីសរសៃក្តីទុក្ខករុណាកម្មស្ថិតនៅលើដៃរបស់យើងសុខសាន្តរីកចម្រើនដោយខ្លួនឯងសាធុសាធុសាធុ